សូមស្វាគមន៍និងជម្រាបសួរបងប្អូនដែលកំពុងទស្សនា Channel The KHVEDU ក្នុងវីដេអូនេះនឹងបង្ហាញបងប្អូនខ្លះៗអំពីប្រទេសទាំង10ដែលគួរឲ្យចង់ទៅលេងជាទីបំផុតនៅលើពិភពលោកតើមានប្រទេសណាខ្លះនៅក្នុងវីដេអូនេះនឹងបកស្រាយនៅចម្ងល់របស់បងប្អូនដើម្បីដឹងការពិតចំពោះប្រទេសទាំងនោះនេះជាការបង្ហាញគោលដៅត្រូវទៅរបស់យើងទាំងអស់ដូច្នេះចាប់យកលិខិតឆ្លងដែនរបស់បងប្អូនហើយចាប់ផ្ដើមដំណើរផ្សងព្រេងមួយនេះជុំវិញពិភពលោកទី1ប្រទេសជប៉ុនរូបភាពប្រាសាទបុរាណចំកណ្ដាលអគារខ្ពស់ៗពន្លឺភ្លើងអ៊ីយូតាដ៏រស់រវើកនិងក្លិនក្រអូបនៃម្ហូបប្រពៃណីការរុករកផ្លូវដ៏មមាញឹកក្នុងទីក្រុងតូក្យូការញ៉ាំអាហារស៊ូស៊ីនិងនៅផ្លូវកាត់អស្ចារ្យគឺស៊ីប៊ូយ៉ាដើម្បីភាពស្ងប់ស្ងាត់សូមធ្វើដំណើរទៅកាន់ទីក្រុងតូក្យូសម្រាប់ប្រាសាទដ៏គួរឲ្យភ្ញាក់ផ្អើលពិធីផឹកតែនិងសួនច្បារដ៏ស្ងប់ស្ងាត់ទី2គឺប្រទេសអ៊ីតាលីជាមួយនឹងប្រវត្តិសាស្ត្រសិល្បៈនិងម្ហូបដ៏សម្បូរបែបដើរកាត់ប្រាសាទបុរាណរបស់ទីក្រុងរ៉ូមរួចដើរកាត់ព្រែករបស់ទីក្រុង Venice និងរីករាយជាមួយប៉ាស្តានិងចាឡាតូដែលធ្វើឲ្យស្រក់ទឹកមាត់ប្រទេសអ៊ីតាលីគឺជាទីកន្លែងពិធីដែលទាក់ទាញអារម្មណ៍ក្នុងការហូបអាហារទី3ប្រទេសនូវែលសេឡង់ទេសភាពដ៏អស្ចារ្យរបស់នូវែលសេឡង់កំពុងរង់ចាំអ្នកភ្ញាក់ផ្អើលដោយ Milford Sound ប្រកួតប្រជែងលោកខ្លួនអ្នកជាមួយនឹងការលោតប៊ុនគ្រីនិងដកជាប់នៅក្នុងវប្បធម៌ម៉ារីការដើរឡើងភ្នំព្រៃឈើខៀវស្រងាត់រុករករួមភ្នំភ្លើងហើយត្រាំក្នុងបឹងខៀវខ្ចីនៅវែលសេឡង់ផ្ដល់ជូននៅដំណើរផ្សងព្រេងដែលមិនអាចបំភ្លេចបានសម្រាប់អ្នកធ្វើដំណើរគ្រប់រូបទី4ប្រទេសបារាំងពីប៉មអេហ្វែលទៅចំការទំពាំងបាយជូររបស់បូដូប្រទេសបារាំងធ្វើឲ្យទាក់ទាញបេះដូងអ្នកទេសចរដើរកាត់ទីក្រុងប៉ារីសញ៉ាំបាយឆានិងរុករកប្រាសាទ Loire Valley ទស្សនាវាលផ្កាឡាវេនឌឺរបស់ព្រះវង្សនិងសម្រាកនៅ French Riviera ទី5ប្រទេសអ៊ីស្លង់ត្រូវបានទាក់ទាញដោយសម្រស់ពិភពលោកផ្សេងទៀតរបស់ប្រទេសមួយនេះការត្រាំក្នុងទឹក Blue Lagoon ពុំព័ទ្ធដោយភ្នំដែលគ្របដណ្ដប់ដោយព្រៃទស្សនាទឹកធ្លាក់រុករករួមភ្នំទឹកកកនិងពន្លឺអស្ចារ្យនៅភាគខាងជើងប្រទេសអ៊ីស្លង់ផ្ដល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានយ៉ាងពិតប្រាកដទី6ប្រទេសស្វីសប្រសិនបើយើងធ្វើដំណើរទៅកាន់ប្រទេសស្វីសយើងនឹងឃើញមានទេសភាពដ៏គួរឲ្យភ្ញាក់ផ្អើលនិងស្ករសូកូឡាដ៏ឆ្ងាញ់ការទាក់ទាញដោយកំពូលភ្នំដែលគ្របដណ្ដប់ដោយព្រៃនិងបឹងគ្រីស្តាល់ជិះស្គីលើភ្នំអបស៍ប្រទេសស្វីសមានផ្លូវដើរលេងស្អាតៗនិងជិះរថភ្លើងមើលទេសភាពអ្នកអាចបរិភោគសូកូឡាលំដាប់ពិភពលោកនិងរុករកទីក្រុងដែលមានមន្តស្នេហ៍ដូចជាសូរីកនិងសឺណែតទី7ប្រទេសកាណាដាទទួលយកបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់ប្រទេសកាណាដានិងទេសភាពចម្រុះពីភ្នំ Rocky ទៅកាន់ទីក្រុងដ៏រស់រវើកដូចជា Toronto និង Vancouver ប្រទេសកាណាដាផ្ដល់នូវបទពិសោធន៍ដ៏សម្បូរបែបការឡើងភ្នំឬជិះស្គីនៅ Banff រុករកទីក្រុង Quebec និងអស្ចារ្យនៅទឹកធ្លាក់ Niagara ប្រទេសកាណាដាគឺជាគោលដៅដែលនឹងលួចបេះដូងរបស់អ្នកទី8ប្រទេសក្រិកជាកន្លែងដែលប្រវត្តិសាស្ត្រជូកឋានស៊ូកត្រឡប់ទៅអតីតកាលជាមួយនឹងប្រាសាទបុរាណនិងកោះដ៏គួរឲ្យភ្ញាក់ផ្អើលការរុករក Acropolis ការដើរកាត់ Delphi ហើយស្រមៃមើលថាអ្នកកំពុងនៅក្នុងអាសយដ្ឋាន Colosseum ជិះទូកទៅកោះក្រិកសម្រាប់នៅឆ្នេរ Santorini និងជប់លៀងនៅ Mykonos ទី9អាហ្វ្រិកខាងត្បូងជាតិឥន្ធនូត្រៀមខ្លួនសម្រាប់ការផ្សងព្រេងពេញមួយជីវិតជាមួយនឹងសត្វព្រៃចម្រុះនិងទេសភាពដ៏ស្រស់ស្អាតនិងអស្ចារ្យចាប់ផ្ដើមដើរក្នុងតំបន់សួនស្វ័ត Safari ក្នុងឧទ្យានជាតិ Kruger ការរុករក Cape Town ហើយបើកឡានតាម Garden Route អាហ្វ្រិកខាងត្បូងនឹងធ្វើឲ្យអ្នកស្ញប់ស្ញែងចំពោះសម្រស់ធម្មជាតិនិងភាពសម្បូរបែបនៃវប្បធម៌ទី10ប្រទេសកម្ពុជាបង្ហាញអច្ឆរិយវត្ថុបុរាណស្វែងយល់ពីប្រាសាទបុរាណទីផ្សារដ៏មានញឹកនិងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅភ្ញាក់ផ្អើលជាមួយប្រាសាទអង្គរវត្តការរុករកទីក្រុងភ្នំពេញនិងសម្រាប់នៅឆ្នេរសមុទ្រខេត្តព្រះសីហនុពួកយើងបានចូលរួមក្នុងវប្បធម៌និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា ទី
ពីអច្ឆរិយៈបុរាណរបស់ប្រទេសជប៉ុនរហូតដល់ទេសភាពដ៏អស្ចារ្យរបស់ប្រទេសនូវែលសេឡង់គោលដៅនីមួយៗផ្ដល់នូវការបញ្ចូលគ្នានៃការផ្សងព្រេងនិងវប្បធម៌ប្លែកៗសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូពីដើមរហូតដល់ចប់បើបងប្អូនមិនទាន់ Subscribe ឬ Channel នេះទេសូមចុចឲ្យផងណាដើម្បីទទួលបានវីដេអូជាច្រើនទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ